ឆ្នាំនេះសាក់ទេលំហាត់ដំដែលអាចចេញប្រឡងបាក់ឌុបឆ្នាំ2026តែតងជាមួយនឹងភាសាអង់គ្លេសលំហាត់ទី1ខ្ញុំគិតថាលំហាត់ if នៅតែចេញដោយសារវាចេញរាល់ឆ្នាំបាទពី2011ដល់2025វាចេញ12ដងហើយបាទអញ្ចឹងវាមិនខ្លាចចេញម្ដងទៀតទេបាទ25ក៏ចេញ24 23 22វាខានចេញមួយឆ្នាំ22បាទ21ក៏ចេញ19 18 17បាទ16អត់ចេញដែរអញ្ចឹងលំហាត់នេះគឺភាគច្រើនចេញបាទហើយលំហាត់នេះខ្ញុំដកចេញពីឆ្នាំ2019ជាទម្រង់លំហាត់ទេខ្ញុំមិនប្រកាសថាគេដកលំហាត់ដដែលនឹងយកទៅចេញឆ្នាំ2026ទេប៉ុន្តែអាចទម្រង់នឹងអញ្ចឹងបើសិនជាយើងជួបទម្រង់លំហាត់ហ្នឹងពួកយើងមើលចេះនៅក្នុងលំហាត់ហ្នឹងគឺតែតែមាន if ឲ្យយើងមើលនេះឃើញអត់ if វានៅកណ្ដាលប្រយោគអញ្ចឹងឬក៏នៅដើមក៏បានដែរគេអាចនិយាយថា if you went with her គេកាត់ខ្មែរមួយ Tilda អញ្ចឹងមក something something to the cinema ហើយចម្លើយភាគច្រើនគឺគេដក2គេដក will ហើយគេដក would យកមកដាក់នៅចម្លើយ A B C D បាទហើយថាពីហ្នឹងភាគច្រើនក៏គេដាក់មកតែនេះប្រកបកិច្ចអីអញ្ចឹងគេចង់តេស្តយើងទៅជាមួយនឹង will ឬក៏ would អញ្ចឹងបើសិនជាខាងក្រោយ if ជា past វាស្ថិតនៅក្នុងរវាង second conditional ទាំងអស់គ្នាគ្រាន់តែរៀនមើលមកថាតើខាងក្រោយ if ហ្នឹងរវាងវា past ឬក៏ present អញ្ចឹងអានេះជា past របស់ go ឯងឃើញអញ្ចឹងបើសិនជា past ចម្លើយវាគឺ would ភាគច្រើនបាទវាអាច could វាអាច might វាអាចអីដែរប៉ុន្តែប្រឡងដប់ឃើញភាគច្រើនតើ will ហើយ would ឯងភាគច្រើនចេញតែពីរហ្នឹងឯងអញ្ចឹងបើសិនជាក្រោយ if present បើយើងយក will បាទអាហ្នឹងគឺក្រោយ if present will អាហ្នឹង first conditional ហើយបើសិនជាក្រោយ if past អញ្ចឹង would អាហ្នឹង second conditional អញ្ចឹងក៏ចាំតែប៉ុណ្្នឹងបាក់ឌុបភាគច្រើនវាចេញតែទម្រង់ឯងវាអត់ចេញដល់សកម្មភាពទេអញ្ចឹងយកចម្លើយ B មកបាទនេះជាចម្លើយហើយ second conditional វាចេញរហូតដល់8ដងហើយតាំងពី2011ដល់25 first វាចេញតែ3ដងហើយបាទហើយធ្លាប់ចេញ third conditional ម្ដងនៅឆ្នាំ2010ហ្នឹងហើយ11បាទthird conditional វាមានរូបរាងក្រោយ if past perfect បាទនេះក្រោយ if ហ្នឹង past perfect ចម្លើយវា would ក្រោយ would ហ្នឹងមិនមែន verb ដើមចេះទេគឺ present perfect បាទ have verb 3អាហ្នឹង third conditional អូខេនឹងអញ្ចឹងលំហាត់នេះខ្ញុំគិតថានៅតែចេញឆ្នាំ2026បាទអត់ទាន់ហ្នឹងហើយខ្ញុំនឹងមានលំហាត់9ទៀតដែលខ្ញុំគិតថាអាចចេញដែរសម្រាប់បាក់ឌុបអញ្ចឹងវីដេអូបន្តខ្ញុំនឹងនិយាយតើលំហាត់ណាដែលអាចចេញបាក់ឌុបបាទអរគុណ